My name is Saimoni Sakada and I got 3 medals from CMOC. I got 2 bronze medals, one for Mind Sport and one for Math Olympiad, and I got a gold medal for Math Warriors and Math Mastermind. Before the competition, I expected my highest medal was the silver, but I tried really hard, and then when I saw my name in the gold medalist section, I was really happy and proud. I was like, it was beyond my expectations. I wanted to share with my mom, who didn't manage to come with me, but she was still asleep at that time, sadly, in Cambodia. Before the competition, I practiced with a lot of CMOC past papers, and I took some classes at Brainiac, and after I still go to take classes to prepare myself for 2025 CMOC. ខ្ញុំក្នុងនាមជាឪពុកពេលឃើញគាត់បានមេដាយពិតជាសប្បាយចិត្តមែនតើបាទគាត់ទៅបានដល់តែ3បាទអញ្ចឹងគាត់បានមាស1គាត់បានសម្រាប់ដល់តែ2អញ្ចឹងខ្ញុំសប្បាយចិត្តណាស់បាទបានកូនបានលទ្ធផលល្អបែបនេះបាទក្នុងនាមជាម្ដាយខ្ញុំពិតជាសប្បាយរីករាយមែនតើហើយមានមោទនភាពទៀតដែលកូនបានទទួលមេដាយពីកម្មវិធីប្រកួតនៅក្រៅប្រទេសដល់ទៅ3ហើយក្នុងនោះក៏មានមេដាយមាស1ផងដែរសក្តាបានជោគជ័យគឺដោយសារតែកត្តាជាច្រើនក្នុងនោះក៏មានដូចជាសាលាដែលបានផ្ដល់ឱកាសឲ្យគាត់ចូលរួមប្រកួតតាំងពីសាស្មូលលើកដំបូងហើយបន្ទាប់មកគឺគាត់ខ្លួនឯងដែលបានខិតខំប្រឹងប្រែងទាំងនៅផ្ទះទាំងរៀននៅសាលាក៏ដូចជារៀនគួរបន្ថែមចាយើងជាឪពុកម្ដាយត្រូវជួយគាត់ត្រូវគ្រប់គ្រងពេលវេលារបស់គាត់ហើយនឹងត្រូវតាមដានការសិក្សារបស់គាត់ដែរខាងយើងខ្ញុំជាឪពុកម្ដាយហ្នឹងក៏បានជួយជំរុញគាត់ច្រើនដែរទាំងនៅផ្ទះឲ្យគាត់ធ្វើលំហាត់បន្ថែមបើមានកន្លែងណាមិនយល់គឺឪពុកគាត់បានជួយបញ្យល់បន្ថែមហើយនឹងឲ្យគាត់មើល YouTube មើលអីដែលមានការបង្រៀនហើយក៏ដូចជា pass exam ផ្សេងៗដែរ